គ្រូខ្ញុំឈ្មោះធានធូមកពីក្រុមទី10ដែលសមាជិករបស់ខ្ញុំមាន3នាក់គឺស្នេហ៍កំសួរជាមួយនឹងគឹមលីនដាពួកយើងមកធ្វើអំពី website travel សម្រាប់ travel របស់ពួកយើងគឺយើងមាន home definition about news contact and sign up នឹងហើយនៅក្នុង definition នេះគឺជារូបភាពដែលយើងបានដាក់នឹងហើយនេះជា content ចុងក្រោយហើយយើងចូល definition របស់យើងគឺមានភាសាអង្គរមានគូស្លែងជាដើមពីរមណីយដ្ឋានរបស់យើងហើយក្នុងហូបគូស្លែងក៏យើងបាន describe អំពីទីកន្លែងហ្នឹងទាំងផងដែរហើយតទៅមកយើងចូល contact សម្រាប់ contact ហ្នឹងពួកយើងគ្រាន់តែ design បែបហ្នឹងទេហើយសម្រាប់ sign up ហើយ app គឺខ្ញុំដាក់ឈ្មោះថ្មីថា my ad 1 2 3តែកូដយើងដាក់បែបណាក៏បានហើយយើងអាច create វាទៅមកគឺ success អញ្ចឹងពេលដែល success គឺវាចូលនៅក្នុង database ហ្នឹងគឺពួកយើងបានដាក់ store នៅក្នុង database វាជា mail តែសារតើពួកខ្ញុំ host អត់ចេញមានបានតែ front អញ្ចឹងខ្ញុំបង្ហាញជា local host ពេលដែលខ្ញុំ submit ឲ្យលោកគ្រូគ្រាន់តែជា front ដោយសារតើខ្ញុំ host back អត់ចេញអញ្ចឹងខ្ញុំបាន host បានតែ front ហើយនៅក្នុង website ពួកយើងដែរមានបើយើងនិយាយបើហ្នឹងហើយមាន news ប៉ុន្តែពួកយើងអត់បាន update news អីហ្នឹងទេតែគ្រាន់តែថាយើងមានយើងគ្រាន់តែមានតែ card ហ្នឹងដោយសារតែពួកយើងអត់មាន data សម្រាប់ដាក់ចូលនៅក្នុងហ្នឹងទេអញ្ចឹងខ្ញុំនឹងបង្ហាញអំពី front ដែលខ្ញុំបាន host តាម Vercel ហើយនៅក្នុង Vercel ប៉ុន្តែពួកយើងបានដាក់នៅក្នុង GitHub ចឹងនៅក្នុង Vercel វានឹងចេញមក front ប៉ុន្តែវានឹងចេញមកបែបហ្នឹងដូចគ្នាតែវាអត់ work នឹង front អត់ work នឹង back សម្រាប់តែយើង upload នៅក្នុងសម្រាប់តែយើង deploy នៅក្នុង Vercel ហ្នឹងដែរគឺពួកយើងdefinition អីវា work តែវាដោយសារ slow អញ្ចឹងមិនហ្នឹងវា slow បើសិនជាយើងចុចនៅលើ definition មកវាក៏ឃើញដូចគ្នាដូចនៅ local host ដែលពួកយើងធ្វើទាំងដែរប៉ុន្តែគ្រាន់តែ sign up ហ្នឹងវានឹងមានបញ្ហាអញ្ចឹងពួកខ្ញុំអធិស្ឋានខ្លាំងមែនតើអរគុណលោកគ្រូដែលបាន step ពួកយើងមានតែប៉ុណ្ណឹង